កាមេរ៉ាយើងគេថតមិនទៅបានព្រាខ្លាំងឬក៏ច្បាស់ខ្លាំងអីគេជា DOF ឬពាក្យពេញហៅថា Depth of Field តកតងនឹង Depth of Field ហ្នឹងវាគឺជាជម្រៅនៃភាពច្បាស់និងភាពព្រានៅក្នុងរូប Depth of Field ធ្វើការកំណត់ចម្ងាយរវាងវត្ថុដែលនៅជិតបំផុតនិងឆ្ងាយបំផុតឲ្យមានភាពច្បាស់ខ្លាំងនិងព្រាខ្លាំងទាំងអស់ហ្នឹងគឺគ្រប់គ្រងដោយ aperture ឬក៏អ្នកទាំងអស់គ្នាស្គាល់ថាជា f stop អូខេឥឡូវយើងមើលឧទាហរណ៍យើងវិញបើយើងយកកំប៉ុងប្រាំងដាក់ទម្រាបជួរមុខក្រោយហើយតម្លាក់លេខ aperture ចុះចន្លោះចាប់ពី 1.2 ដល់ 2.8 រួចធ្វើការ focus ទៅលើកំប៉ុងមុខគេពេលថតចេញមកគឺច្បាស់បានតែកំប៉ុងទី1តែប៉ុណ្ណោះ aperture ធំប៉ុណ្ណឹងគឺស័ក្តិសមសម្រាប់ថតមនុស្សសត្វឬវត្ថុអ្វីមួយដើម្បីឲ្យព្រា background បានខ្លាំងនៅពេលដែល aperture ដំឡើងទៅចន្លោះចាប់ពី f2.8 ដល់ 5.6 កម្រិតច្បាស់កាន់តែធំជាងមុន aperture តូចប៉ុណ្ណឹងគឺស័ក្តិសមសម្រាប់ការថតជុំគ្រួសារនិងក្រុម photo បើយើងដំឡើង aperture ចន្លោះចាប់ពី f7.1 ដល់ f11 កម្រិតច្បាស់គឺកាន់តែទូលាយជាងមុន aperture តូចប៉ុណ្ណឹងគឺស័ក្តិសមសម្រាប់ការថតទេសភាពឬក្រុម photo បែបមនុស្សច្រើនហើយនៅពេលដែល aperture ដំឡើងដល់ចន្លោះចាប់ពី f16 ដល់ f22 ថតចេញមកគឺច្បាស់ទាំងអស់ស័ក្តិសមសម្រាប់ការថតទេសភាពពន្លឺភ្លើងនៅពេលយប់ប្រហែលចំណុចខាងលើណាបងប្អូនអាចយកទៅអនុវត្តជាក់ស្ដែងបានជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ